sustain តែទាំងអស់គ្នានឹងយើងមកបន្តពីរឿងមកហើយយើងបន្តទៀតតោះមកខាត់ពេលយូរយើងចូលរួមស្ដាប់ផ្សាយរឿងយើងទាំងអស់គ្នានៅគណៈពេលដែលមកហើយគេបានដើររូគេក្បំប្រែកាន់តែមានភាពរំភើបផ្លូវដែលគេបានធ្វើការដើរវាត្រូវបានពោពេញជាមួយនឹងឈាមនិងឈាមកកឈាមនិងឈាមកកនៃសត្វបិសាចព្រៃដែលក្លិតរបស់វាក្បំផ្ទុះនោះហើយវាក៏មានសត្វព្រៃមួយក្បាលទៅស្ថិតនៅចំពីមុខរបស់មកហើយក៏បានធ្វើការស្រែកដោយគួរអាណិតនៅគណៈពេលវាក៏មានការវាយប្រហារដែលមើលមិនឃើញមួយក៏បានធ្វើការវាយប្រហារវាចំនួន3ដងរហូតដល់វាក្បំផ្ទុះដោយក៏បានធ្វើការបញ្ជូនចេញអាមេរហាត់ឈាមមួយដែលក៏បានអាស្រ័យចុះរកខ្សែของខ្យល់វាក៏មាននៅសម្លេងប៉ះសកិច្ចមួយហើយនឹងការផ្ទុះដែលវាគឺជាសត្វខ្លាមួយក្បាលដែលវាក៏មាននៅទំហំប៉ុណ្ណោះដែលវារៀនធ្វើការលោតទៅកាន់បង្ហើយស្ថិតនៅក្នុងពាក់កណ្ដាលខ្យល់វាក៏បានធ្វើការបង្ហាញចេញនៅសម្លេងស្រែកដែលគួរឲ្យភ័យខ្លាចមួយដោយវាក៏បានផ្លាស់ប្ដូរទៅប្រែខ្លាយទៅជាសម្លេងស្រែកនៅគណៈពេលដែលគោរបស់វាវាក៏បានផ្ទុះដោយក៏បានធ្វើការបញ្ជូននៅឈាមនិងឈាមកកទៅកាន់គ្រប់ទិសទីកន្លែងប្រហែលថាពីប្រដោយសារវាគឺមានអារម្មណ៍ច្រើនខ្លាំងពេកវាក៏ពិតជាបានផ្ទុះទៅស្ថិតនៅក្នុងរយៈពេល5ដងស្ថិតនៅក្នុងពេលតែមួយពិតជាកំណត់ត្រង់មាននៅថាពោមួយប៉ុន្មាននៅពេលដែលបង្ហើយគេបានដឹងទៅលើវាពេលប្រលប់វាក៏បានធ្លាក់ចុះមករួចទៅហើយទាំងមករបស់បង្ហើយវាក៏เลยអាចមានភាពរំភើបបានតទៅទៀតហើយរគេក៏បានធ្វើការសម្លឹងមើលទៅក្រោមទៅកាន់កញ្ចក់សម្រិតក្នុងការតាមរយៈពេលមួយថ្ងៃរគេក៏បានធ្វើការបំផ្ទុះនៅសត្វព្រៃវាក៏មាននៅចំនួនជាង100ក្បាលវាក៏ជារឿងដែលសំណាងល្អកញ្ចក់មួយនេះវាគឺមិនមែនមាននៅប្រសិទ្ធភាពទាំងស្រុងទេលើពេលដែលខ្ញុំបានធ្វើការព្យាយាមវាស្ទើរលើពោះថ្លាមួយក្បាលនោះហើយនឹងស្រីវាមិនបានធ្វើអ្វីសោះទេសោះវាក៏ហាក់បីដូចជាវានឹងមិនដំណើរការជាមួយសត្វព្រៃជាមួយស្បែកនោះទេប៉ុន្តែវាក៏នៅតែអស្ចារ្យបង្ហើយរគេក៏បានធ្វើការទៅសសារបស់វាដែលស្ថិតនៅក្នុងរបៀបជាច្រើនហើយបានស្វែងយល់ដឹងថាវាមិនបានដំណើរការទេនៅពេលដែលស្ថិតនៅតែក្នុងថង់ដៃវាក៏ត្រឹមតែបានដំណើរការនៅពេលដែលគេបានធ្វើការកាន់វាបង្ហើយរគេទទួលបាននៅអារម្មណ៍ដែលវាក៏មានភាពរំភើបដល់ចម្លែកមួយផងដែរនៅពេលដែលវាក៏បានធ្វើការបំផ្ទុះគូរបស់សត្វបិសាចព្រៃនៅក្រៅពេលដែលពេលប្រលប់វាក៏បានធ្លាក់ចុះមកបង្ហើយបានស្វែងរកឃើញនៅខ្លួនរបស់គេដែលស្ថិតនៅរយៈចម្ងាយមួយចំនួនដែលស្ថិតនៅក្នុងព្រៃដ៏ក្រាស់ខ្យល់នៃត្រីពេលយប់វាក៏បានបកឆ្លងកាត់ហើយរគេក៏បានធ្វើការដកដង្ហើមធំនិងមានភាពរំភើបរគេក៏គ្រាន់តែកំពុងត្រៀមខ្លួនរាល់ដើម្បីវិលត្រឡប់ទៅកាន់រូងភ្នំអមតៈវិញយ៉ាងណាមិញភ្នំអត់នេះវាក៏ត្រូវបានពោពេញជាមួយសត្វព្រៃបង្ហើយរគេក៏ថាទៅបានស្ដាប់ឮថាវាក៏មានសត្វបិសាចវេទមន្តដែលវាបានធ្វើការបង្ហាត់ដែលវាក៏បានរស់នៅស្ថិតនៅទីនេះធ្វើឲ្យបានទៅលើភាពរំភើបរបស់គេបង្ហើយរគេក៏បានដឹងផងដែរដែលវានឹងមានភាពគ្រោះថ្នាក់រគេបានមកកាន់ទីកន្លែងមួយនេះនៅគណៈពេលដែលកំពុងធ្វើការស្វែងរកសម្រាប់សត្វព្រៃដូច្នោះការទៅវាក៏មានលឿនយឺតតែប៉ុន្តែស្ទើរលើដងផ្លូវត្រឡប់មកវិញបង្ហើយរគេអាចធ្វើដំណើរចាក់ចេញទៅដែលវាក៏មានលឿនលឿនជាងមុនបង្ហើយរគេក៏បានធ្វើការបន្ថែមល្បឿនដោយឆ្លងកាត់ទៅលើភ្នំដែលវាក៏ត្រូវបានពោពេញទៅដោយព្រៃឈើហើយរយៈពេលមិនយូរវាក៏មាននៅប្រចាំនៅភ្លឺចែងចាំងមួយដែលវាក៏បានខាញ់ឡើងនៅស្ថិតនៅក្នុងលំហអាកាសមិនយូរប៉ុន្មានបង្ហើយរគេអាចមើលឃើញថាវាក៏មានត្រឹមតែភ្នំចំនួន3តែប៉ុណ្ណោះដែលស្ថិតនៅរវាងខ្លួនរបស់រគេហើយនឹងរួមភ្នំអមតៈភ្លាមបង្ហើយរគេបានទទួលអារម្មណ៍ដឹងទៅលើខ្យល់នៅកន្លែងមួយដែលស្ថិតលើមុខរបស់គេដោយតាមមកជាមួយនឹងក្លិនឈ្ងៀមមួយបង្ហើយរគេក៏បានឈប់ចង់បាក់បេរបស់រគេគឺក៏បានលុតញ័របន្តមករគេក៏បានធ្វើការដកថយមិនបានចំហៀននៅក្រៅពេលដែលបង្ហើយរគេក៏បានបោះចំហៀនទៅក្រោយខ្យល់ដែលស្ថិតនៅជាមួយនឹងរបស់រគេវាក៏បានគួយជាមួយនឹងសំឡេងស្រែកដែលវាក៏មានអំណាចមួយហើយនឹងក្លិនឈ្ងៀមវាក៏បានបោកឆ្លងកាត់លើបង្ហើយស្ថិតនៅចាំពីមុខរបស់បង្ហើយវាក៏មានសត្វដែលវាក៏ដូចជាស្វាមួយក្បាលដែលវាក៏មានទំហំប៉ុន្មានមនុស្សម្នាក់ក្រសែផ្សេងពណ៌ក្រហមរបស់វាក៏បានបង្ហាញចេញនៅភាពអាក្រក់ហើយរាងកាយទាំងមូលរបស់វាត្រូវបានក្រដាប់ជាមួយនឹងរោមដ៏ក្រាស់សត្វបិសាចកាយសាហាវវាក៏បានផ្ដល់ឲ្យនៅបង្ហើយនៅការសម្ដែងមើលនៃការអាស្រ័យគ្នារហ័តជាមួយទាំងមូលរបស់បង្ហើយក៏បានផ្លាស់ប្ដូរនៅគណៈពេលដែលគេក៏បានធ្វើការសម្ដែងមើលត្រឡប់ទៅកាន់សត្វមីវិញចារបស់គេវាក៏បានញ័រដូចជាប្រសិនបើគេរៀនត្រូវបានប៉ាំងចេញទៅត្រូវការសម្ដែងមើលនៅសត្វបិសាចមីក្បាលនេះបង្ហើយគេអាចទទួលដឹងទៅលើលំហនៃកម្រិតវឹកហាត់នៃសត្វបិសាចមីក្បាលនេះស្រទាប់ទី2នៃកម្រិតទី1បង្ហើយគេក៏បានបោះចំហៀនទៅក្រោយមួយចំហៀនទៀតទាំងមុខរបស់គេវាក៏មានភាពភ័យខ្លាចនេះវាគឺមិនមែនជាសត្វព្រៃនោះទេវាគឺជាសត្វបិសាចវេទមន្តមួយក្បាលវាក៏ត្រូវតែបានតាក់ទាញទៅដោយក្លិនឆ្អាបនៅរហ័តឈាមដែលចេញមកពីការសម្លាប់នៃសត្វព្រៃទាំងអស់វាគឺគ្មាននៅពេលវេលាសម្រាប់ឲ្យបង្ហើយគេធ្វើការគិតទេសត្វបិសាចវិញនេះវាក៏ដូចជាស្វារោមវែងវាក៏បានធ្វើការលោតចូលខ្សែក្នុងលំហខ្យល់ហើយបន្តមកភ្លាមរាងកាយទាំងមូលរបស់វាក៏ត្រូវបានក្រដាប់ស្ថិតនៅក្នុងភ្លើងវាក៏មានដាល់ភ្លើងមួយដែលវាក៏បានធ្វើការបាញ់ចេញពីរោរបស់វាដោយឈ្មោះចំដែរទៅកាន់បង្ហើយដ៏ស្ថិតនៅក្នុងពេលវេលាដ៏សំខាន់មួយបែបនេះសឹងមករបស់បង្ហើយក៏បានផ្លាស់ប្ដូររគេមាននៅភាពរកាវិជានៅទេប្រសិនបើកញ្ចក់ស្ពាត់វានឹងមាននៅប្រសិទ្ធភាពប្រឆាំងជាមួយនឹងសត្វបិសាចវិញ្ញាណប៉ុន្តែវាគ្មាននៅពេលវេលាដើម្បីធ្វើការកិត្តទេបើទោះបីជាវាក៏បានលោតចូលផ្ទៃក្នុងលំហខ្យល់បង្ហើយរគេក៏បានគេចទៅផ្នែកម្ខាងដែលបានធ្វើការដកយកនៅកញ្ចក់ចេញមកហើយវាក៏បានភ្លឺចែងចាំងឈ្មោះសម្ដៅទៅកាន់សត្វបិសាចវិញ្ញាណវាក៏មាននៅសំឡេងស្រែកដែលគួរអាណិតមួយដែលវាក៏ត្រូវបានពោពេញទៅលើលំហខ្យល់ស្ថិតនៅក្នុងពាក់កណ្ដាលខ្យល់វាក៏មាននៅរហ័តជាមួយដែលវាក៏បានបាញ់ចេញមកពីគូរបស់សត្វបិសាចវិញ្ញាណមុខរបស់វាក៏បានប្រែប្រួលស្ថិតនៅក្នុងភាពភ័យខ្លាច
ប្រសាទផ្ទៃរបបវាក៏ឡើងត្រូវបានពោពេញជាមួយនឹងភាពអាក្រក់សរុបទៀតហើយប៉ុន្តែវាក៏មានភាពងឿងឆ្ងល់វាក៏ដូចជាប្រសិនបើស្ថិតនៅក្នុងឆាជីវិតទាំងមូលនៃសាបិសាវិញ្ញាណមួយក្បាលនេះវាមិនដែលទទួលបានបទពិសោធន៍ទៅលើរឿងណាមួយដែលវាក៏មានភាពជឿចាប់ខ្លាំងណាស់ទេប៉ុន្តែវាមិនបានធ្វើការដកថយរយៈពេលមួយសប្តាហ៍កន្លងផុតទៅវាក៏កាន់តែមានឈាមថែមទៀតដែលវាក្បាលផ្ទុះចេញមកស្ថិតនៅក្នុងពេលឥឡូវនេះភាពងឿងឆ្ងល់ដែលស្ថិតនៅលើទឹកមុខរបស់វាក្បាលប្រែคล้ายទៅជាភាពភ្ញាក់ផ្អើលទាំងស្រុងវាបានធ្វើការសម្លឹងមើលដែលមានភាពភ័យខ្លាចទៅកាន់កញ្ចក់ស្ពាន់តែវាក៏ត្រូវបានកាន់ទៅស្ថិតនៅក្នុងដៃនៃបរិបទវ័យក្មេងដែលកំពុងតែឈរស្ថិតនៅចាំពីមុខវាក៏បានបែរដែលកំពុងតែធ្វើការខ្ទប់នៅកំពែសគូរបស់វាជាមួយនឹងក្រញ៉ាំរបស់វាអណ្ដាតភ្លើងវាក៏បានបាញ់ចេញមកក្រៅហើយក្បាលហ្វវាធ្វើការរត់គេចប៉ុន្តែនៅមុនពេលវាក៏អាចចាក់ចេញទៅរយៈចម្ងាយជាង10ម៉ែត្រកំពែសគូរបស់វាក៏បានផ្ទុះម្ដងទៀតពេលវេលាមួយនេះវាក៏មានការបំផ្ទុះចំនួន5ដងស្ថិតនៅក្នុងពេលតែមួយសំឡេងស្ត្រៃរបស់វាក៏បានលើកឡើងចេញមកនៅខណៈពេលវាក៏បានធ្វើការរត់ទៅមុខប្រហែលជារយៈចម្ងាយ30ម៉ែត្របង្ហើយគេបានទទួលរំដឹងថាកញ្ចក់ស្ពាន់នៅកំពុងញ័រដូចជាប្រសិនវាក៏មានភាពរំភើបវាក៏មាននៅសំឡេងផ្ទុះយ៉ាងខ្លាំងមួយដែលវាក៏បានលើកឡើងចេញមកនៅកំពុងតែបាញ់ឈ្មោះសម្ដៅទៅកាន់កំពែសគូននៅសាបេសាវិញ្ញាណតែម្ដងវាក៏មាននៅសំឡេងស្រែកដែលអាចប្រព័ន្ធនាបានមួយវាក៏បានលើកឡើងចេញមកទៅលើព្រៃមួយនេះនៅខណៈពេលដែលពាក់កណ្ដាលនៃរាងកាយរបស់សាបេសាវិញ្ញាណវាក៏បានផ្ទុះវាក៏មាននៅពពកនៃឈាមហើយនឹងឈាមកកវាក៏បានបាញ់ឡើងទៅលើបន្ទាប់មកដោយជាវាក៏បានធ្លាក់ចុះមកទៅលើផ្ទៃដីភាគអៀងឆ្កល់វាក៏បានពោពេញទៅលើមុខរបស់វានៅខណៈពេលដែលវាក៏បានធ្វើការប្រឹងលត់ដង្ហើមនិងបន្ទាប់មកវាក៏បានស្លាប់អ្វីៗគ្រប់យ៉ាងវាក៏បានកើតឡើងដោយវាមានល្បឿនលឿនខ្លាំងណាស់ពេលវេលាទាំងមូលបង្ហើយរកេក៏គ្រាន់តែបានឈរនៅទីនោះដោយរកេក៏មានភាពស្រឡាំងកាំងនៅចាំបញ្ចប់រកេក៏បានដកដង្ហើមធំបន្ទាប់មកបានសម្លឹងមើលទៅកាន់កញ្ចក់ស្ពាន់ដោយរកេក៏បានដកដង្ហើមមិនសឹងតែមិនដល់គ្នាសូម្បីតែសត្វបិសាចវិញ្ញាណវាក៏មិនអាចធ្វើការគេចេញបានដែលកំពែសគូរបស់វាក៏ត្រូវបានផ្ទុះទៅទេកញ្ចក់មួយនេះស្ថិតនៅក្នុងភាពរំភើបរបស់គេបង្ហើយរកេវាក៏មានអារម្មណ៍ថាកាន់តែមានភាពស្នប់ស្ញែងតាមទៀតរកេក៏បានទុកវាចេញទៅបន្ទាប់មករកេក៏បានធ្វើការសម្លឹងមើលទៅកាន់សាកសពនៃសត្វបិសាចវិញ្ញាណបេះដូងរបស់គេគឺកំពុងលើកឡើងញាប់ក្បួនប្រមុខរំថាពលវាក៏មាននៅការណែនាំមួយទៅកាន់សត្វបិសាចវិញ្ញាណវាបានធ្វើការនិយាយថាពួកវាក៏មាននៅស្នូបិសាចមួយដែលស្ថិតនៅផ្ទៃក្នុងរាងកាយរបស់ពួកវាដែលវាក៏មានផ្ទុកនៅថាពលវិញ្ញាណខ្ញុំគួរតែអាចគ្រាន់តែធ្វើការស៊ីវាបង្ហើយយ៉ាងលឿនរកេក៏បានដល់ចូលទៅកាន់សាកសពពិតប្រាកដណាស់ស្ថិតនៅក្នុងពួរនៃសត្វបិសាចវិញ្ញាណមួយក្បាលនេះបង្ហើយរកេក៏បានស្វែងរកឃើញនៅស្នូបិសាចដែលវាក៏មាននៅទំហំប៉ុនក្រចកដៃវាក៏បានធ្វើការបង្ហាញចេញនៅក្លិនមួយដែលវាក៏បានធ្វើឲ្យបង្ហើយរកេក៏មានអារម្មណ៍ថាពិតជាសនុកយ៉ាងខ្លាំងដែលបានធ្វើការយកនៅស្នូរបស់បិសាចបង្ហើយរកេក៏បានប្រញាប់វិលត្រឡប់ទៅវិញវាគឺជារឿងដែលកសលសត្វបិសាចវិញ្ញាណវាក៏មិនទូទៅដែលស្ថិតនៅក្នុងផ្នែកអន្តរនេះបង្ហើយរកេបានមើលឃើញនៅសត្វបិសាចវិញ្ញាណណាតទៅទៀតដែលស្ថិតនៅលើដងផ្លូវរបស់គេត្រឡប់ទៅកាន់រូងភ្នំអមតៈនោះទេរកេក៏មានអារម្មណ៍ថាអស់សង្ឃឹមបន្តិចទៅដល់ពេលវេលាដែលរកេបានវិលត្រឡប់ទៅវិញវាគឺជាអត្រិតយប់ជ្រៅរួចទៅហើយបង្ហើយរកេក៏បានអង្គុយបាត់ជើងចោលហើយបានសម្លឹងមើលទៅកាន់ស្នូបិសាចហើយនឹងកញ្ចក់ស្ពាន់រសែផ្ទៃរបស់គេគឺកំពុងភ្លឺចាញ់ចាក់ខ្ញុំអាចគ្រាន់ធ្វើការស៊ីនៅស្នូបិសាចប៉ុន្តែខ្ញុំនៅតែមាននៅក្របថ្នាំប្រមូលផ្ដុំវិញ្ញាណដែលប៉ាក់បានធ្វើការចែកឲ្យខ្ញុំនឹងធ្វើការលេបនៅក្របថ្នាំមនុស្សសិនបន្ទាប់មកធ្វើការលេបនៅស្នូបិសាចបង្ហើយបានសម្រាប់ចិត្តរបស់គេបង្ហើយរកេក៏បានទុកស្នូបិសាចចេញទៅហើយក៏បានដាក់នៅកញ្ចក់ស្ពាន់ស្ថិតនៅជិតខ្លួនរបស់គេក៏ដូចជាថ្មវិញ្ញាណផងដែរជាមួយនឹងថ្មវិញ្ញាណដែលស្ថិតនៅជំនាញខ្លួនរបស់គេវានឹងអនុញ្ញាតឲ្យបង្ហើយរកេធ្វើការស្រូបយកនៅថាមពលវិញ្ញាណបន្តិចទៀតនៅពេលបន្ទាប់បង្ហើយក៏បានដកយកចេញនៅក្របថ្នាំប្រមូលផ្ដុំវិញ្ញាណចេញមកហើយក៏បានធ្វើការលេបវានៅខណៈពេលវាបានជ្រត់តែក្នុងរាងកាយរបស់គេសរសៃថាពលវិញ្ញាណវាក៏បានចាប់ដើមស្រាយភាចេញមកដោយយឺតបង្ហើយក៏បានធ្វើការបង្វិលនៅកម្រិតវឹកហារបស់គេដោយយ៉ាងលឿនក៏បានធ្វើការស្រូបយកថាពលនៃក្របថ្នាំទៅពេលដែលបង្ហើយបានបើកក្រសែភ្នែករបស់គេរយៈពេល1ម៉ោងកន្លងផុតទៅពួកវាក៏បានភ្លឺចាញ់ចាំងឡើងយ៉ាងខ្លាំងដោយធ្វើការលេបនៅក្របថ្នាំមួយនេះវាក៏ពិតជាមានល្បឿនលឿនជាងការធ្វើការវឹកហាត់ធម្មតាបង្ហើយក៏បានគិតទៅកាន់គ្រូរបស់គេវាគឺជារឿងដែលកសលក្របថ្នាំប្រមូលផ្ដុំវិញ្ញាណវាគ្រាន់តែមិនមានថាពលគ្រប់គ្រាន់ការសម្លឹងមើលរបស់បង្ហើយក៏បានបែរទៅផ្នែកម្ខាងហើយគេក៏បានរើយកនៅស្នូបិសាចតែឲ្យក៏បានបោះវាចូលផ្ទៃក្នុងមាត់របស់គេនៅខណៈពេលវាបានចូលផ្ទៃក្នុងរាងកាយរបស់បង្ហើយមានថាពលវិញ្ញាណវាគឺមាននៅចំនួនច្រើនជាងក្របថ្នាំប្រមូលផ្ដុំវិញ្ញាណវាក៏បានចាក់ចូលផ្ទៃក្នុងរាងកាយរបស់បង្ហើយវាក៏ស្ទើរតែវាក៏មាននៅចំនួនច្រើនខ្លាំងពេកដើម្បីធ្វើការស្រូបបង្ហើយយ៉ាងលឿនក៏បានធ្វើការបង្វិលជុំនៅកម្រិតវឹកហារបស់គេហើយក៏បានចាក់នៅថាពលចូលផ្ទៃក្នុងវារាងកាយរបស់គេក៏បានចាប់ផ្ដើមញ័រហើយវាក៏មាននៅសរសៃនៃថាពលក៏ខ្វាក់ដែលវាក៏បានរុញចេញមកពីរន្ធញើសរបស់បង្ហើយរយៈពេល8ទៅ10ម៉ោងកន្លងផុតទៅក្បាលរបស់បង្ហើយក៏បានខ្ទក់ហើយគេក៏មានអារម្មណ៍ដូចជាប្រសិនបើរាងកាយរបស់គេវានឹងចាប់ផ្ដើមអណ្ដែតស្ថិតនៅក្នុងពេលឥឡូវនេះវាគឺមាននៅមួយសរសៃថាពលវិញ្ញាណស្ថិតនៅក្នុងរាងកាយរបស់គេសរសៃវាក៏បានរួមបញ្ចូលដើម្បីបង្កើតទៅជាខ្សែមួយថាពលវិញ្ញាណវាក៏ដូចជាខ្សែមួយ
រាងកាយវាធ្វើការបញ្ចេញចោលនៅភាពកខ្វក់នៃរាងកាយមនុស្សធម្មតានេះកុំប្រាប់ខ្ញុំថានេះវាគឺជាសន្ទប់ទី2នៃកម្រិតទី1អសោះបង្ហើយក្បានបើកកសែផ្ទៃរបស់គេវាក្បំភ្លឺចែងចាំងឡើងជាមួយរសឹកមុខដែលអភិបរនីបានមួយឬគេបានស្មឹងមើលចោលទៅក្រោមនៃការរាងកាយរបស់គេបន្តមកក្បានធ្វើការផ្ដោតញញៀនរបស់គេចូលដល់ផ្ទៃក្នុងហើយក្បានចំណាយនៅរយៈពេលមួយរបស់ដើម្បីធ្វើការសិក្សាមើលទៅលើខ្លួនរបស់គេដែលមានការប្រុងប្រយ័ត្នពិតប្រាកដណាស់ព្រោះគេក៏បានរបែកឆ្លងកាត់នៅសន្ទប់ដំបូងនៃកម្រិតទី1ចូលដល់ផ្ទៃក្នុងសន្ទប់ទី2ស្ទើរបីសាច់វាក៏ពិតជាមាននៅប្រសិទ្ធភាពដ៏អស្ចារ្យពិតមែនខ្សែភ្លើងរបស់បង្ហើយក្បំភ្លឺចែងចាំងព្រោះគេក្បានក្រោកឈរឡើងហើយក្បានដើរជុំវិញរូបភ្នំអមតៈដែលកំពុងតែមានអារម្មណ៍ថារីករាយទៅលើថាពោវិញ្ញាណវាក៏ដូចជាខ្សែដែលវាកំពុងធ្វើការប្រមូលផ្ដុំឆ្លងកាត់តាមរយៈរាងកាយរបស់គេរូបគេក៏ពិតជាមានភាពសប្បាយរីកយ៉ាងខ្លាំងស្ថិតនៅក្នុងពេលឥឡូវនេះខ្ញុំគឺជាមនុស្សអមតៈស្រដប់ទី2នៃកម្រិតទី1វាគួរឲ្យសោកស្ដាយខ្លាំងពេកដែលស្ទើរបីសាច់វាក៏មានភាពកម្រខ្លាំងបើមិនដូចឆ្នោតទេខ្ញុំអាចធ្វើការវឹកហាត់បានច្រើនបន្ថែមទៀតហើយរករឿងអត់នេះវាធ្វើការអកត់ទៅកាន់កញ្ចក់ស្ពាន់នៅជាកំណប់ទ្ររបស់ខ្ញុំបង្ហើយឬគេបានសម្លឹងមើលទៅកាន់កញ្ចក់ស្ពាន់នៅពេលដែលគេបានសម្លឹងមើលរាងកាយរបស់គេភ្លាមៗក៏បានញ័រហើយឬគេក៏បានញីខ្សែភ្នែករបស់គេនៅពេលដែលគេបានសម្លឹងមើលកាន់តែចិត្តវាក៏មានអារម្មណ៍នៅភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយដែលវាកំពុងតែពោពេញទៅលើមុខរបស់គេកញ្ចក់ស្ពាន់វាក៏បានស្ថិតនៅទ្រឹងដូចជាការពីពេលមុនប៉ុន្តែវាគឺគ្មានថ្មវិញ្ញាណដែលស្ថិតនៅចាំពីលើវានៅទេជាមួយវិញវាគឺជាស្នូបិសាចនេះខួរក្បាលរបស់មង្ហើយក៏បានចាប់ដើមវិលដែលត្រូវបានពោពេញជាមួយភាពងឿងឆ្ងល់ព្រោះគេគួរមានអារម្មណ៍ដូចជាប្រសិនបើគេបានបាត់បង់នៃចិត្តរបស់គេព្រោះគេបានធ្វើការសម្លឹងមើលដោយមិននិយាយអ្វីទៅកាន់ស្នូបិសាចដែលកំពុងស្ថិតនៅចាំពីលើកញ្ចក់ស្ពាន់ហើយក៏បានចាប់ដើមមានការស្ទាក់ស្ទើរព្រោះគេបានធ្វើការដាក់ស្នូបិសាចហើយនឹងថ្មវិញ្ញាណមួយដែលស្ទើរលើកញ្ចក់ស្ពាន់ព្រោះគេបានចងចាំពីយ៉ាងច្បាស់ប៉ុន្តែគេបានធ្វើការស៊ីនៅស្នូបិសាចរួចទៅហើយភ្លាមព្រោះគេមានភាពរកាប់ជាខ្លាំងតែតើគេបានធ្វើការស៊ីនៅស្នូបិសាចឬអត់ឬក៏គេបានធ្វើការស៊ីនៅថ្មវិញ្ញាណទៅខ្ញុំមិនគួរបានស្រូបយកនៅថ្មវិញ្ញាណទេបង្ហើយឬគេក៏មានភាពស្លាំងកាំងអស់រយៈពេលមួយចំនួនបន្តមកដល់ជឿក៏បានធ្វើការរើយកស្នូបិសាចឡើងឬគេមានការស្ទាក់ស្ទើរបន្តមកក៏បានធ្វើការដាក់វាទៅចាំពីមុខមាត់របស់គេហើយបានហិតក្លិនវាក៏បានធ្វើឲ្យគេក៏មានភាពជាក់លាក់អ្វីដែលគេបានធ្វើការស្រូបយកការពីរយៈពេលមួយរបស់មុនវាក៏ពិតជាស្នូបិសាចមួយតែសឹងវាក៏មានរឿងអ្វីក៏មិនកាត់ឡើងតើវាក៏មានមួយទៀតមែនទេកុំប្រាប់ខ្ញុំថាខ្ញុំច្រឡំអីសោះហើយតើសត្វបិសាចវិញ្ញាណវាក៏ពិតជាមានស្នូបិសាចចំនួន2ស្ថិតនៅក្នុងរាងកាយរបស់វាមែនទេបង្ហើយឬគេក៏មានអារម្មណ៍ថាកាន់តែមានភាពងឿងឆ្ងល់ថែមទៀតឬគេបានគ្រវីក្បាលរបស់គេដែលក៏បានបង្ខំខ្លួនរបស់គេធ្វើការសម្អាតនៅការគិតរបស់គេឬគេបានសម្លឹងមើលទៅកាន់ស្នូបិសាចបន្តមកទៅកាន់កញ្ចក់ស្ពាន់រាងកាយរបស់គេក៏បានចាប់ដើមញ័រហើយក្រសែភ្នែករបស់គេវាក៏បានភ្លឺចែងចាំងឡើងយ៉ាងខ្លាំងដូចជាប្រសិនបើគេក៏ទៅបានស្វែងរកឃើញនៅមាសរាប់ពាន់ដុំទៅវាអាចថាកញ្ចក់ស្ពាន់វាបានធ្វើការស្រូបយកនៅថ្មវិញ្ញាណហើយបានធ្វើការបង្កើតនៅស្នូបិសាចទី2មែនទេសំឡេងរបស់មង្ហើយក្បំលឺឡើងមង្ហើយដើមឡើយមានអារម្មណ៍ថាសមត្ថភាពរបស់កញ្ចក់ស្ពាន់ដើម្បីធ្វើការបំផ្ទុះនៅសត្វបិសាចវាក៏មានថាពោខាងគ្រប់គ្រាន់ឬគេមិនដែលបានរកស្មានដល់ទេដែលវានឹងមាននៅសមត្ថភាពនៃវាការមានភាពជ្រាលជ្រៅមួយថែមទៀតបន្តពីរយៈពេលមួយរបស់រូគេក៏បានស្វាងឡើងមកវិញបន្តិចបើទោះបីជាបេលរបូលគេវាក៏ត្រូវបានពោពេញជាមួយនឹងការគិតជាច្រើនស្ថិតនៅក្នុងពេលឥឡូវនេះឬគេមិនបានមាននៅថ្មវិញ្ញាណមួយដើម្បីធ្វើការតែសាឡបងនោះទេដូច្នោះបេលរបស់គេក៏ត្រូវបានពោពេញជាមួយនឹងភាពអន្តរជាតិថ្មវិញ្ញាណខ្ញុំត្រូវការថ្មវិញ្ញាណរសែផ្ទៃរបស់មង្ហើយក្បំភ្លឺចែងចាំងឡើងដល់ដូចជាសត្វបិសាចប្រៃកាយហៅស្ថិតនៅក្នុងពេលនេះថ្មវិញ្ញាណវាគឺកាន់តែមានតម្លៃជាងមាសទៅទៀតស្ថិតនៅក្នុងវិស័យរបស់គេស្ថិតនៅក្នុងពេលឥឡូវនេះបំណងប្រសាររបស់មង្ហើយដើម្បីទទួលបានថ្មវិញ្ញាណវាក្បត់ប្រែកាន់តែខ្លាំងជាងរឿងអ្វីក៏ដោយដែលគេធ្លាប់បានទទួលបាននៃបទពិសោធន៍វាគឺជារឿងដែលអកុសលបាក់ក្តីសង្ឃឹមវាគឺជាបាក់រត់មួយជាងការនៅថ្ងៃដែលចែកក្របឆ្នាំជាប្រចាំខែវាគឺស្ទើរតែគ្មានឱកាសដើម្បីទទួលបានពួកវាជាងការធ្វើការប្លន់ពួកវាចេញមកពីអ្នកដទៃវាក៏មានរយៈពេល1ខែរហូតដល់ថ្ងៃចែកក្របឆ្នាំបន្ទាប់បង្ហើយបានសម្លឹងមើលទៅកាន់កញ្ចក់ស្ពាន់ហើយទាំងមករបស់គេក៏បានប្រែទៅជាការឆៅរយៈពេលមួយរបស់កន្លងផុតទៅវាការឆៅវាក៏បាត់ចេញទៅដោយវាក៏ត្រូវបានលាក់បាំងចេញទៅស្ថិតនៅក្នុងពេលឥឡូវនេះកម្រិតវឹកហាត់របស់គេវាក៏ត្រូវនៅស្ថិតនៅសន្ទប់ទី2នៃកម្រិតទី1បើទោះបីជាប្រសិនបើគេចង់យកនៅរបស់អ្វីមួយទៅដោយកម្លាំងឬគេនៅមិនមែនជាគូព្រៀបសម្រាប់មនុស្សម្នាក់ទេការពីពេលដែលស្ថិតនៅក្នុងសុខយន្តជីខ្ញុំគ្មាននៅប្រាក់បង្ហើយក្បាលនិយាយដែលអាចជួយអ្វីបានស្ថិតនៅក្នុងពេលឥឡូវនេះខ្ញុំជាមនុស្សអមតៈម្នាក់ហើយខ្ញុំក៏នៅតែគ្មាននៅប្រាក់ស្ថិតនៅក្នុងចិត្តរបស់គេបង្ហើយគេក៏បានធ្វើការស្ម័គ្រស្មាត់មើលពេលរបៀបដែលគេអាចទទួលបាននៅថ្មវិញ្ញាណបន្ថែមទៀតវាក៏មានត្រឹមតែរយៈពេល1ខែទៀតតែប៉ុណ្ណោះប៉ុន្តែនៅក្នុងរយៈពេល1ខែនោះខ្ញុំត្រូវធ្វើការប្រយុទ្ធដើម្បីធ្វើការបង្កើននៅប្រព័ន្ធរបស់ខ្ញុំមួយជំហានទៅមុខទៀតបង្ហើយមានការប្រុងប្រយ័ត្នក៏បានទុកនៅកញ្ចក់ស្ពាន់ត្រឡប់ជារត់ខ្សែក្នុងថង់ដៃវិញឬគេបានដឹងថាឬគេមិនអាចអនុញ្ញាតឲ្យនោមណាម្នាក់ដឹងទៅលើសមត្ថភាពរបស់វានោះទេប្រសិនបើគេធ្វើដូច្នោះវានឹងមានផលលំបាកសម្រាប់ឲ្យគេធ្វើការថែរក្សាវា
ហើយរកេនឹងមានភាពប្រកបវិជ្ជានិងបាត់បង់នៅជីវិតរបស់គេដែលស្ថិតនៅក្នុងដំណើរការនេះបង្ហើយបានសម្លឹងមើលទៅក្រោមនៃការធ្វើរបស់គេហើយនឹងភាពកខ្វក់ដែលវាបានក្រដាប់ទៅលើខ្លួនរបស់គេស្ថិតនៅក្នុងភាពរំភើបរបស់គេរកេគឺស្ទើរបានភ្លេចទៅលើស្ថានភាពដ៏កខ្វក់របស់គេប៉ុន្តែស្ថិតនៅក្នុងពេលឥឡូវរកេក៏បានសង្កត់អារម្មណ៍ចុះបន្តិចបង្ហើយក៏បានដើរចេញមកពីរូងភ្នំអមតៈទៅកាន់ខ្សែទឹកដែលស្ថិតនៅជិតនេះហើយក៏រកេក៏បានធ្វើការលាងសម្អាតនៅខ្លួនរបស់គេទៅដល់ពេលវេលាដែលរកេបានវិលត្រឡប់ទៅវិញលំហការវាក៏មិនមាននៅពលឺរួចហើយបង្ហើយបានដកយកក្បួនប្រមូលផ្ដុំថាពោចេញមកហើយក៏បានចាប់ដើមធ្វើការសិក្សាវាឈានចូលទៅកាន់សតវត្សទី2នៃកម្រិតទី1មនុស្សម្នាក់អាចធ្វើការប្រើប្រាស់នៅចំណេញអមតៈដោយឈានចូលទៅកាន់សតវត្សទី5មនុស្សម្នាក់អាចធ្វើការសិក្សានៅវិជ្ជាគុណដើរលើខ្យល់ដោយវាគឺជាចំណេញអមតៈមួយដែលស្តៀងគ្នាទៅកាន់ការហោះបង្ហើយក៏បានបិទកសែតរបស់គេដោយក៏មានអារម្មណ៍ថាមានការរំពឹងទុកដោយពាក់ព័ន្ធទៅលើវិជ្ជាគុណដើរទៅលើខ្យល់នៅសតវត្សទី5នៃកម្រិតទី1ស្ថិតនៅក្នុងរយៈពេលភ្លើងនេះបង្ហើយភ្លើងក៏មានអារម្មណ៍ថាសីតុណ្ហភាពវាក៏បានកើនឡើងយ៉ាងលឿននៅស្ថិតនៅក្នុងរូងភ្នំអមតៈបន្ទាប់មកអណ្ដាតភ្លើងវាក៏បានបង្ហាញឡើងនៅស្ថិតលើដៃសាររបស់គេដោយក៏ប៉ុន្តែពិចារណាមើលថារកគេក៏នៅតែបានធ្វើការគិតដូចជាមនុស្សធម្មតាម្នាក់ដោយក៏ប៉ុន្តែមើលឃើញនៅរឿងមនុស្សវាក៏បានបង្កបេះដូងនៅចិត្តរបស់គេវាក៏មានអារម្មណ៍ថារំភើបយ៉ាងធំសម្បើមដែលវាបន្តមកក៏បានធ្វើឲ្យអណ្ដាតភ្លើងរលត់បង្ហើយរកគេក៏បានធ្វើការសម្ងាត់នៅខ្លួនរបស់គេចុះហើយបានធ្វើការបង្វិលនៅកម្រិតវឹកហាត់របស់គេវាគឺជារឿងដែលកសលទៅដល់ពេលវេលាពេលថ្ងៃត្រង់វាក៏បានមកដល់បន្ទាប់ពីវាក៏មានការព្យាយាមជាច្រើនដងរកគេក៏នៅតែមិនអាចធ្វើបានតទៅទៀតជាងការនៅធ្វើការបង្កើននៅផ្កាភ្លើងមួយចំនួនដែលថាពូវិញ្ញាណដែលស្ថិតនៅក្នុងរាងកាយរបស់គេវានឹងរសាត់ចេញទៅវាគឺមានផលលំបាកដើម្បីធ្វើការប្រើប្រាស់នៅវិជ្ជាគុណសិល្បៈពណ៌សេរពឹសអណ្ដាតភ្លើងមួយនេះបង្ហើយក៏បាននិយាយជាមួយនឹងការតម្លាក់ទឹកមុខចុះមួយប៉ុន្តែរកគេក៏មានអត្តចរិតនៃការតស៊ូព្យាយាមមួយហើយរកគេនឹងមិនចោះចាញ់ដែលមានភាពងាយស្រួលទេដូច្នោះរកគេក៏បានធ្វើការរងាប់ខ្លួនរបស់គេចោលរយៈពេលមួយច្របល់នៅមុនពេលធ្វើការព្យាយាមម្ដងទៀតវិរិយត្រីវាក៏បានមកដល់ហើយបន្ទាប់មកពេលរលឹមវាក៏បានចូលមកដល់ម្ដងទៀតសម្រាប់រយៈពេល2ថ្ងៃបង្ហើយបានព្យាយាមម្ដងហើយម្ដងទៀតដោយក៏ប៉ុន្តែបរាជ័យរៀងរាល់ពេលនេះមួយរហូតដល់រកគេក៏បានប្រែទៅជាមានភាពហត់នឿយទាំងស្រុងនៅពេលដែលថាពោវិញ្ញាណវាក៏បានរលាយចេញទៅរកគេនឹងធ្វើឲ្យខ្លួនរបស់រកគេស្ងប់ចោះហើយការដោះស្រាយស្ថិតនៅក្នុងខ្សែរបស់គេវានឹងប្រែកាន់តែខ្លាំងទៅហើយខ្ញុំមិនជឿជាក់នោះទេដែលខ្ញុំមិនអាចធ្វើការប្រើប្រាស់នៅវិជ្ជាគុណសិល្បៈពណ៌សេពឹសអណ្ដាតភ្លើងមកហើយក៏បាននិយាយដោយក៏បានធ្វើការខាំស្កប់ថ្មីរបស់គេហើយធ្វើការស្ទះនៅបាតដៃរបស់គេប្រឆាំងជាមួយថង់ដៃរយៈពេលមួយសបកកន្លងផុតទៅ Snow បិសាចក៏បានបង្ហាញឡើងស្ថិតនៅក្នុងដៃរបស់គេមកហើយបានដឹងថាប្រសិនបើគេធ្វើការស៊ើបយកនៅ Snow មួយនេះហើយកញ្ចក់ Spawn វាក៏ពិតជាមាននៅសមត្ថភាពដ៏អស្ចារ្យរស័យទៀតមួយចំនួនពិតមែនអញ្ចឹងនៅពេលបន្ទាប់នៅពេលដែលគេមានថ្មវិញយ៉ាងគ្រប់គ្រាន់រកគេនឹងមិនខ្វះខាតនៅ Snow បិសាចទេដល់ហើយមិនចាំបាច់ព្រួយបារម្ភនៅជាប់ពាក់ព័ន្ធទៅលើរឿងបែបនេះទេខ្ញុំនឹងធ្វើការធ្វើត្រឡប់ចូលផ្ទះក្នុងភ្នំវិញដើម្បីធ្វើការស្វែងរកសម្រាប់សត្វបិសាចវិញ្ញាណបង្ហើយមានការស្ទើររយៈពេលមួយរបស់បន្ទាប់មកក៏បានធ្វើការបោះនៅ Snow បិសាចចូលផ្ទះក្នុងមាត់របស់គេដែលបាត់បិទនៅកសែតរបស់គេហើយក៏បានចាប់ដើមនឹងការដកដង្ហើមរបស់គេថាពូវិញ្ញាណវាក៏បានផ្ទុះដែលស្ថិតនៅក្នុងរាងកាយរបស់បង្ហើយដែលក៏បានចាក់ចូលផ្ទះក្នុងគ្រប់ជ្រុងទាំងអស់នៃរាងកាយរបស់គេពេលវេលាវាក៏បានកន្លងផុតទៅហើយមិនយូរប៉ុន្មានវាគឺជាពេលថ្ងៃត្រង់បង្ហើយក៏បានបើកកសែតរបស់គេហើយពួកវាក៏បានភ្លឺចាញ់ចាំងកម្រិតវឹកហាត់របស់គេវាក៏នៅស្ថិតនៅសតវត្សទី2ប៉ុន្តែវាក៏ពិតជាខ្លាំងជាងមុនខ្ញុំគិតថាជាមួយនឹងរយៈពេល3ទៅ5ថ្ងៃទៀតខ្ញុំអាចឈានយកទៅដល់សតវត្សទី3នៃកម្រិតទី1បង្ហើយគេក៏មានអារម្មណ៍ថាអស់សង្ឃឹមបន្តិចបន្តួចដោយក៏បានភ្ញាក់លើកដឹងថានៅពេលដែលកម្រិតវឹកហាត់របស់គេកាន់តែខ្ពស់វានឹងកាន់តែមានផលលំបាកដើម្បីធ្វើឲ្យវាក៏មានការអភិវឌ្ឍប៉ុន្តែការរំពឹងទុកវាក៏ត្រូវបានពោពេញលើបេះដូងរបស់គេនៅពេលដែលគេបានធ្វើការគិតទៅលើកញ្ចក់ស្ពាត់បង្ហើយបានលើកដៃរបស់គេចូលរកផ្ទៃក្នុងលំហខ្យល់ហើយក៏បានធ្វើការបង្កើតនៅកណ្ដាប់ដៃមួយនៅគណៈពេលគេបានលើកនៅកណ្ដាប់ដៃរបស់គេអណ្ដាតភ្លើងវាក៏បានបង្ហាញឡើងដោយកំណត់ធ្វើការក្រឡប់ទៅលើដៃស្នារបស់បង្ហើយក៏កំណត់ធ្វើការបង្កើននៅពណ៌សេរពឹសអណ្ដាតភ្លើងដ៏តូចមួយក្បាលដែលវាក៏មាននៅប្រវែងវែងប៉ុន្មានដៃដែលវាក៏បានធ្វើចាញ់ចាំងឡើងជាមួយនឹងកម្ដៅបង្ហើយមានអារម្មណ៍ដឹងថាពូវិញ្ញាណស្ថិតនៅក្នុងរាងកាយរបស់គេភ្លាមវាក៏បានកាត់បន្ថយដល់ 30% មករបស់គេក៏បានប្រែទៅជាស្លេកស្លាំងប៉ុន្តែការយល់ដឹងវាក៏បានភ្លុយចាញ់ចាំងដែលស្ថិតនៅក្នុងកសែតរបស់គេហើយរកគេក៏បានញឹមរកគេក៏បានដើរចេញពីរូងភ្នំអមតៈហើយក៏បានរវីដៃសាររបស់គេពូសេរពឹសអណ្ដាតភ្លើងក៏បានហោះចេញមកដោយក៏បានបុកចូលរកខ្សែក្នុងដើមឈើនៅជិតនេះវាក៏មាននៅសម្លេងបាតកិច្ចមួយវាក៏បានលើឡើងចេញមកហើយដើមឈើទាំងមូលវាក៏ត្រូវបានឆេះស្ថិតនៅក្នុងភ្លើងហើយស្ថិតនៅក្នុងរយៈពេលត្រឹមតែ1អាព្រឹកផ្ទៃវាក៏ត្រូវបានឆេះឲ្យប្រែក្លាយទៅជាផែខ្ញុំត្រូវតែស្វែងរកនៅឱកាសមួយដើម្បីធ្វើនៅរឿងមួយនេះដែលស្ថិតនៅចំពីមុខអាម៉ាប់រកគេនឹងពិតជាសរសើរខ្ញុំជាមិនខាននៅពេលនោះបង្ហើយរកគេក៏បានញឹម
ដោយក៏មិនមានអារម្មណ៍ថាមាននៅមោទនភាពបន្តិចរយៈពេលកន្លះខែវាក្បន់កន្លងផុតទៅក្នុងរយៈពេលនេះបង្ហើយឬគេបានធ្វើការស្វែងរកសម្រាប់សាក់បិសាវិញ្ញាណហើយបានធ្វើការវិខណ្ឌនៅវិជាគុណសិល្បៈពលរដ្ឋពីអណ្ដាប់របស់គេបង្ហើយឬគេបានធ្វើការខិតខំហើយមិនយូរប៉ុន្មានឬគេក៏មាននឹងជំនាញគួរសមជាមួយនឹងវាហើយក៏អាចធ្វើការកាត់បន្ថយនៅចំនួននៃថាពលវិញ្ញាណផងដែរដែលវាក៏ត្រូវបានប្រើប្រាស់ប៉ុន្តែវាគឺនៅតែតម្រូវការឲ្យវាក៏មានរយៈពេលប្រហែលជា10ដង្ហើមដើម្បីធ្វើការបង្កើតវាចេញបោកបង្ហើយឬគេក៏បានចូលផ្សាយក្នុងបាក់ផ្សាយខាងក្រៅផងដែរហើយដោយសម្រាប់បានធ្វើការសេសាល្បងនៅកញ្ចក់ស្ពណ៌ទៅលើសិស្សមួយចំនួនបើទោះបីជាណាក៏ដោយវាគឺគ្មាននៃការបញ្ចេញការភាគណាមួយនោះទេបន្ទាប់ពីការព្យាយាមសាកល្បងមួយចំនួនបង្ហើយឬគេបានធ្វើការសន្មតថាកញ្ចក់ស្ពណ៌វាក៏ត្រូវតែបានដំណើរការដែលស្ទើរលើសัตว์ដែលវាគឺមាននៅរោមច្រើនតែប៉ុណ្ណោះវាគឺជារឿងនៃគួរសោកស្ដាយបន្តិចប៉ុន្តែកញ្ចក់ស្ពណ៌វាក៏នៅតែមានថាបួខ្លាំងសម្រាប់បង្ហើយវាគឺជារឿងដែលអកុសលលើមក្នុងរយៈពេលកន្លះខែដែលវាក្បានកន្លងផុតទៅបង្ហើយឬគេបានជួបប្រទះជាមួយនឹងសាក់បេសាយវិញ្ញាណមួយក្បាលណានោះទេហើយកម្រិតវឹកខារបូរគេភាគច្រើនវាក៏បំប្រែទៅជាជាប់គាំងវាគឺជារឿងដែលសំណាងល្អនៅរៀងរាល់ពេលវេលាដែលបន្ទាប់ពីបង្ហើយឬគេបានធ្វើការវឹកហាត់នៅវិជាគុណសិល្បៈពលរដ្ឋពីអណ្ដាតភ្លើកម្រិតវឹកខារបូរគេវានឹងការឡើងបន្តិចវាគឺមានរយៈពេល10ថ្ងៃទៀតរហូតដល់ថ្ងៃចែកនៅក្របឆ្នាំខ្ញុំនឹងចេញទៅក្រៅចរផ្ទះក្នុងភ្នំម្ដងទៀតដោយបានធ្វើការសម្រាប់ចិត្តបង្ហើយឬគេក៏បានចាក់ចេញទៅដោយស្ថិតនៅក្នុងពេលព្រឹកលឹមដែលកំពុងធ្វើដំណើរចរផ្ទះក្នុងជម្រៅជ្រៅចរផ្ទះក្នុងភ្នំឬគេបានធ្វើការសម្រាប់នោះទេនៅអំឡុងពេលថ្ងៃហើយដោយពេលវេលាដែលត្រីពេលយប់វាក៏បានមកដល់បង្ហើយឬគេក៏បានភ្លេចរួចហើយដែលវាក៏មាននៅក្នុងច្រើនបណ្ដាទៅដែលគេបានឆ្លងកាត់នៅចំបញ្ចប់ស្ថិតនៅជើងភ្នំពណ៌ខ្មៅមួយបង្ហើយឬគេក៏បានជួបប្រទះជាមួយនឹងសាក់បិសាវិញ្ញាណដែលវាក៏មាននៅរូបរាងដូចជាសាក់ខ្លាឃ្មុំមួយក្បាលនៅអំឡុងពេលនៃការប្រជជនបង្ហើយបានធ្វើការប្រើប្រាស់នៅវិជាគុណសិល្បៈពលរដ្ឋពីអណ្ដាតភ្លើដែលនឹងកញ្ចក់ស្ពណ៌មានថាពូខ្លាំងបន្ទាប់ពីវាក៏មានការបន្ទោសជាបន្តចំនួន5ដងវាក៏ត្រូវបានតាមមកជាមួយនឹងសម្លេងស្រែកដ៏សោកសង្រេងមួយដែលសាក់បិសាវិញ្ញាណវាក៏បានស្លាប់ដោយស្ថិតនៅក្នុងថ្លុកឈាមបង្ហើយក៏បានយកស្នូលរបស់វាហើយរគេរៀបទៅមុខទៀតនៅពេលដែលភ្លាមរោមនៅស្ទើរលើរាងកាយរបស់គេវាក៏បានបះឡើងស្ថិតនៅរយៈចម្ងាយមួយចំនួនដែលស្ថិតនៅផ្ទៃមុខរបស់គេវាក៏មានសាក់បិសាវិញ្ញាណចំនួន5ក្បាលជាមួយនឹងក្បាលនៃសត្វដំរីហើយនឹងរាងកាយនៃសត្វខ្លាពួកវាបានសម្លឹងមើលមកកាន់បង្ហើយជាមួយនឹងកសាបចេញដ៏ត្រជាក់ជាមួយនឹងកញ្ចក់ស្ពាន់បង្ហើយដែលមានភាពងាយស្រួលក៏បានធ្វើការដោះស្រាយជាមួយសាក់បិសាវិញ្ញាណមួយក្បាលប៉ុន្តែចំនួន5ក្បាលវានឹងមានផលលំបាកខ្លាំងណាស់ពួកគេដោយយឺតក៏បានធ្វើការដកថយទៅក្រោយដែលសាររបស់គេក៏បានធ្វើការក្រាបកាន់នៅកញ្ចក់ស្ពណ៌យ៉ាងតឹងណែនភ្លាមវាក៏មាននៅសម្លេងស្រែករលឺមួយដែលវាក៏លើកឡើងចេញមកពីដើមឈើដែលក៏បានធ្វើការក្រដាប់នៅភ្នំខ្មៅវាក៏បានរីកនៅទំហំយ៉ាងលឿនរហូតដល់វាក៏ដូចជាការបំផ្ទុះដ៏ធំមួយដែលស្ថិតនៅក្នុងលំហខ្យល់សឹងមករបស់មកហើយក៏បានផ្លាស់ប្ដូរហើយគេក៏បានរកចាក់ចេញទៅឲ្យលឿនតាមអាចធ្វើទៅបានដោយគ្មាននៅចេតនាណាមួយបន្តិចនៃការបន្ថយល្បឿនចុះសូម្បីតែបន្តិចវាក៏ជារឿងដែលសំណាងល្អសាក់បិសាវិញ្ញាណ5ក្បាលមកបានដេញតាមបង្ហើយនោះទេហើយគេមិនយូរប៉ុន្មានក៏បានបាត់ខ្លួនចរផ្សាយក្នុងភ្នំសំឡេងស្រែកមនុស្សវាក៏ស្ដាប់បើទៅស្ដីគ្នាតែកាន់ពេលវេលាដែលលោកពូសាំងគាត់បានហៅវាក៏ហាក់បីដូចជាវាក៏មានសាក់បិសាវិញ្ញាណជាច្រើនដែលស្ថិតនៅក្នុងភ្នំខ្មៅសូម្បីតែសាក់បិសាដែលវាក៏មាននៅកម្រិតវឹកហាត់ខ្ពស់នៅគណៈពេលដែលបង្ហើយគេបានបន្ថែមល្បឿនឬគេក៏បានធ្វើការសម្លឹងមើលទៅក្រៅទៅកាន់ភ្នំខ្មៅឬគេក៏កាន់តែមានភាពជាក់លាក់ថែមទៀតតើទីកន្លែងមួយនេះវាក៏មានភាពគ្រោះថ្នាក់បណ្ដាទៅរយៈពេល10ថ្ងៃវាក៏បានកន្លងផុតទៅយ៉ាងលឿនជាមួយនឹងភ្នំខ្មៅជាព្រំដែនរបស់បង្ហើយឬគេក៏បានចូលរកផ្សាយក្នុងភ្នំជាច្រើនប៉ុន្តែមិនបានចូលរកផ្សាយសម្រាប់ជាមួយនឹងសាក់បិសាវិញ្ញាណតទៅទៀតទេស្ទរសាក់បិសាខ្លាឃ្មុំនៅស្ថិតនៅក្នុងថង់ដែនរបស់គេវាក៏ហាក់បីជាបំប្រែកាន់តែមានតម្លៃដូច្នោះរគេបានធ្វើការស្រុបយកវិនាទីថ្ងៃនៃការចែកក្របសាំវាក៏បានមកដល់ហើយសម្លេងនៅកណ្ដឹងវាក៏ត្រូវបានមកពេញទៅលើលំហខ្យល់បង្ហើយក៏បានចាក់ចេញពីរូងភ្នំអមតៈហើយបានចូលរកផ្សាយក្នុងបាក់ផ្សាយខាងក្រៅនៅពេលរគេបានចាក់ចេញទៅការពីរយៈពេល1ខែមុនកម្រិតវឹកហាត់របស់រគេវាក៏ស្ថិតនៅសតប់ដំបូងនៃកម្រិតទី1ហើយស្ថិតនៅក្នុងពេលឥឡូវនេះវាក៏ស្ថិតនៅសតប់ទី2បើទោះបីជារគេវាក៏មានរយៈចម្ងាយមួយចំនួនដែលចេញមកពីសតប់ទី3បង្ហើយរគេបានធ្វើការប៉ាល់ស្មានថាប្រសិនបើកញ្ចក់ស្ពណ៌វាក៏មាននៅប្រសិទ្ធភាពដូចជាអ្វីដែលរគេបានធ្វើការនឹកស្មានស្ថិតនៅក្នុងពេលអនាគតការឡើងទៅលើកម្រិតវឹកហាត់របស់រគេវានឹងមានល្បឿនកាន់តែលឿនបង្ហើយរគេក៏បានចូលរកផ្សាយក្នុងតំបន់4ជ្រុងដែលជាទីកន្លែងនៃការចែកក្របឆ្នាំវាក៏មាននៅសិស្សជាច្រើនបានសម្លឹងមើលទៅកាន់បង្ហើយនៅគណៈពេលរគេបានចូលរកផ្សាយក្នុងច្បាស់ណាស់ដោយក៏មិនស្គាល់បង្ហើយសកម្មភាពរបស់បង្ហើយការពីរយៈពេល1ខែមុនវាក៏បានបង្កឲ្យវាក៏មានការភ្ញាក់ផ្អើលគួរសមទៅកាន់បាក់ផ្សាយខាងក្រៅបើទោះបីជាកម្រិតវឹកហាត់របស់គេសៀមហើយរយៈពេល1ខែវាក៏បានកន្លងផុតទៅបញ្ហាវាក៏ត្រូវបានពិភាក្សាច្រើនគួរសមពេលវេលានេះវាគឺមិនមែនជាសារកនជឿដែលគេគឺជាអ្នកចែកក្របឆ្នាំនោះទេប៉ុន្តែគឺជាបរិវ័យកណ្ដាលម្នាក់ទៀតដែលដូចជាពេលវេលាមុនឬគេក៏បានធ្វើការចែកនៅក្របឆ្នាំប្រមុខបដងវិញ្ញាណមួយហើយនឹងស្មោវិញ្ញាណពាក់កណ្ដាលប៉ុន្តែវាគ្មាននៃការចែកក្របឆ្នាំបុគ្គលទេពេលវេលានេះនៅគណៈពេលដែលក្របឆ្នាំនឹងស្មោវិញ្ញាណវាក៏ស្ថិតនៅក្នុងថង់ដែនរបស់គេហើយសសរវាក៏បានប្រែទៅជាមានភាពខ្មៅងឹតបង្ហើយឬគេក៏បានចាក់ចេញទៅឲ្យលឿនតាមអាចធ្វើទៅបានដោយមិនមាននៃការស្ទាក់ស្ទើរបន្តិច
ในขณะเป็นรูเคบันจ่าจินเตอร์สายในระบบเคบันซึ่งมือช่องทักตลอดบอดบุญจุกรูเคบันมือเคยเดินแบบขันมวยจำนวนได้กำลังเฟื่อยกายแรงเพลิดเสือไม่เฟื่อยกายโยนในกรอบสนามเรื่องทั้งหมดเป็นยืนโบใจระบบเซิร์ชบอลสไลด์สูงก็จะหาใบดีจะมีหนึ่งประสิทธิภาพมวยโดยโบรูมจะมันกาจ่าจินเตอร์หรือระบบเคเรื่องทำยางเดิมบางฮารูเคตัวบ้านวิกิจการสำหรับมือเลือดจากมวยจำนวนวิกิมีนมโนนำแนะบางชี้ยิ้มใบเฟื่อยกายโยนในระบบไว้จังปีบางฮารูเครูเคก็บอดโดดทำจิ้งในการถูกจัดบางฮารูเคบอดดังจะบ้านนะถ้าชั่วโมงระบบเซิร์ชบอลสไลด์สูงมันอาจจะดำเนินการไปรูเคสำหรับระยะไปอยู่ครั้งละทีระยะไปเมื่อคายนี่วีคือมันไอ้นาทีบรรดาสตับในของระยะไปประมาณขาเสียนเวียนมีเนื้อมันเนี่ยประกอบหน้าดันเฟื่อยกับเป็นเจนสกาเพียบประชังอยู่ในรูเคในขณะหน้าได้เกินจอสปอนวีดำนาขาสตับในของระยะไปประมาณขายโบยังนำมือเคยท่าซาดาน่าได้ขบวนเฟื่อยการลุยจริงปีนั้นก็สไตล์ในขบวนตะบันโปปินตระเปลือยพลุยใจจังมังหายบามันตีขบานระบบเคเปิดให้ขบวนเฟื่อยการได้เรือบันทึกเทียบรูเคขบวนจ่ายจริงปีปะใส่กันใครโดยขบวนเฟื่อยการได้เลื่อนตามอาจเฟื่อยตัวบ้านตลอดในการรวมพนมอามาจากบิ่งในเป็นรวมพนมสตับในระยะจังไงมันใช้มังหายพนมเพลงขบวนเฟื่อยการชอบดำนาระบบเคประสิทธิภาพระบบรูเคคือกบวนโรนโจเคลียไม่ก็มีในมโนมและเติร์ตบันได้ใจมากปีไพรรูเคบอลเปียในชนปอบิโซให้กำเนิดมีอายุประหารจีมาไพ่บุ้นแต่มาไพ่ประจำชนะรูเคก็มีในการเมืองมือเรือโซมวยเดินสตัดเรือมุกเรือขายจะหายระบบเคในกระดาษเป็นรูเควันโชว์ในที่นู่นเดินกับรถเฟื่อยการเมืองมือในการบังให้ยาแต่เจ้าก็ปรับราคาระบบรูเควิคือมันแม่น3 นาทีวิคือสัตว์ในสุดสอบตีใบในกับรถตีมวยปรากวันโชว์ในที่นู่นเดินกับเรือแรงในพลังระบบบังให้โซนเฟื่อยการกลุ่มเสือจะบังใจบังให้กับวันใจสักโมระบบเคกับบนตะพลับดูในกระดาษเป็นรูเคกับวันบอลจะมีประมาณจะมีต่อเด็กเรารูเคบันเฟื่อยการกำลังได้ช่วยระบบเคเดินสัตว์ในแสงกระบอกเคให้กับวันจับดังกำลังเดินสัตว์ในของชาลรูเคบันเมื่อเคยในมโนแบบนี้ในการไปเป็นหมุนได้วิเคราะห์โดยจีมโนโกเคเดินสัตว์ในของปราบแสงกระบันสกอร์รูเคท้าเชื่อสื่อบังใจบูการรูเคก็มีในเพียงอักระให้ในขมิ้นทอมไม่แซ่ให้วิก็มีในเซอร์ในเมนูกับเสียงมวยจำนวนโดยวิกตรบันสลับกระกำเป็นลับได้ระบบเคโดยสตับในครั้งละบันที่3ทีละแน่โดยชนกไอบันสตับลื่นชมูระบบจมจางบูการกับบอลเฟื่อยการในเยอะยันเลยจ้ะคือมันจำใบเฟื่อยการในน้องคุ้นตัวตีนเสียโปรโกรกรอบทางระบบไอให้หนึ่งทั้งหมดเป็นยันมากเนี่ยเราใช้มันบันสมัยที่เห็นป่าบางหายบนใจจางบูการบันจะรอบแสกของป่าคาเปียไปประมาณชนะมุนให้บ้านดังตะลือเรื่องร้ายวีดำนาแค่เซอร์ชบองสไลซูเจียย้อนไปกับบ้านเฟื่อยกับบัตรฟิวบักฮัตเรามันควาควายตลาดอยู่ชีวิตในมนุษย์เดือดในคราวรูปเนี่ยเสือจะบองใจแต่เสือจะบองไอซ์เฟอร์จีกับในเลือกเลยมวยมาดาร์ซีมังหายกับบ้านในใจได้กำลังเฟอร์กับบอจมเห็นถอยได้คราวประมาณจมเห็นขยมกรอนในจีนเนี่ยสักษาหรือสั่งใหม่เนี่ยเราสิให้ขยมเจอแต่ตัวบ้านสมองมันยืดให้หนึ่งกรอบสามปรับซาเสือจะบองมันไอปรับเอาขยมเนยเปลวเลยบันทึกจมูกปูวีเซเมนซีกับโปรเฟอร์คาร์บอนมโนเนี่ยนี่วิกคูเชรูเคตอนทำเลยเป็นนิติเตียนมังหายรูเคมันได้บ้านไปจุดจมูกเนยมโนน้ำเนี่ยในการไปเป็นมุนมองระบบรูเคกับบอมปลายในเชียร์ใส่ซังในใจมองผิวไผ่คลายหาสายให้เคลื่อนไหวทางจีเนี่ยสักษาเมนซีรูเคกับบอลเฟื่อยกับเสาจังบ่อบนดอกบอลกับบอลเฟื่อยกับเสาจังลือกลมปรับชมท่าอันกระเจียเนี่ยศึกษามาเนี่ยนำมนไปได้บ้านมาการนี่ไอ้สอมาโจมาเฟื่อยกับโซนในกลุ่มดาบมวยจำนวนสำหรับเสือจะบอกระบายเตอร์ประธานท่าไอ้นั่นเฟื่อยอาราระบบชมวิลออปริซาให้ชมนั่นมันเฟื่อยกับวีไอให้บ่มบะชื่อระบายนั่นสิเสือจะบอกใจบางฮารูเคคือเป็นจิมีในผิวไผ่ยังคลั่งฮารูเคก็มีในอารมณ์ทักขังสบายของได้คำได้รูเคคือมีในจำเราคนได้กับบอลเฟื่อยกับตรงให้กับบอลซีมเฟื่อยกับในใยมวยจำนวนในการบอลสตัดในจับเป็นหมดระบบเคนำไปได้ในระบบเคบันทึกเนี่ยปลายบานในท่าประสันบัดมอดขยมนั่งยกมันแมนเริ่มใจกรอบทางระบบไอ้ให้นั่งทั้งหมดเป็นยันเสียปันใจรวมพุ่มอามาจากของได้ล่ะจะไปเป็นนิสอซื้อปวดยืนคือเชียร์สักรวมปะเดินสตัดในข้องไปพบโลกใส่ยังไงปันใจสตัดในข้องรวมพุ่มไอ้ในปลายคล้ายจีเนี่ยบ่มราระบบขยมประสมไอ้ในยัยส่งไปแต่เปลือยมันขยมนั่งช่วยไอ้โยนเลยอัตในสกายซ้ำเราออกไปสร้างจริงชีวิตโดยกบฏเฟื่อยการสำเร็จมือโดยโปรเป็นอะไรกาจอkhiếnรูเคขบันจับดำดาวแต่มุ่งชูสำได้ในการบังหายกำลังฝึกคาร์โบรูเควีกวางใบโจในการศึกษาตีใบโรยไทยให้ดำเนินการวิกามินในจำนวนชานสมบัติในฐานปูยินโดยชนอปประกอบนะรูเคก็มีในจำนวนรำในการรวมสมบัติมาสร้างระบบบังหายประตูใบเชียนากระดาวรูเคก็จะมีในเพียงไพ่คลาสบอลในเซอร์จบองใส่สู่โดยชนอรูเคขบันเกิดเคยในกำหนดมูดำใบฝอยบังหายจีเนี่ยบ่มรามาเนี่ยบรรทบไปเป็นเรื่องมวยจำนวนวิกวันกลองพอดเซอร์ชบองสไลซูเปิดประกาศนานลงฟิกเกลือเรื่องมวยดีฮารูเคไอครอนเฟื่อยการสำหรับบังหายหรือก็ประสันบารูเคมาบันเฟื่อยการสำหรับบังหายรูเคไอเฟื่อยบังหายปีแก่ให้บังคับรูเคเฟื่อยการโซนในกับน้ำดำไปเฟื่อยการบังหายท่าสายจางบูการรูเควิกามินเพียรไทยทโลบันแน่รวมสมอมตะวิกจีระบบเซอร์ชบองสไลซูสายขยมเฟื่อยการสำหรับเจนโดยเขามีในการอ่านงานระบบเซอร์ชบองสไลซูโดยเบี่ยงนาเซอร์ชบองใจ
កុំធ្វើឲ្យរឿងរ៉ាវវាក៏មានភាពលំបាកខ្លាំងសម្រាប់ខ្ញុំអីស្ថិតនៅផ្ទៃខាងក្រៅរបស់មង្ហៅសរសៃថាពូញៀនវាក្បំប្រមុខដំនៅស្ថិតនៅក្នុងដៃសាររបស់គេរូបគេបានដឹងថាឬគេមិនមែនជាគ្រូព្រឹកសម្រាប់យ៉ាងវូកាទេប៉ុន្តែរូបផ្សំអមតៈវាគឺគ្រាន់តែមាននៅសារៈសំខាន់ខ្លាំងពេកហើយថ្មវិញ្ញាណនោះវាគឺកាន់តែមាននៅសារៈសំខាន់ថែមទៀតវាគឺគ្មាននៅវិធីដែលគេនឹងធ្វើការប្រកល់វាទៅនោះទេដូច្នោះហើយបេដូរបស់គេវាគឺត្រូវបានពោពេញជាមួយភាពបញ្ជាក់លាក់ហើយនឹងកំហឹងរូបគេបានធ្វើការប្រើប្រាស់ឈ្មោះនៅសេចក្បងស្រីសួរខ្ញុំទុកមកឲ្យឯងមួយចំនួនហើយឯងមិនខកខ្វាយវាចាងវូកាងក៏បាននិយាយជាមួយនឹងការសើចច្បកមួយឯងគឺគ្រាន់តែកំពុងធ្វើការស្វែងរកសម្រាប់បញ្ហាខ្ញុំនឹងពិតជាធ្វើការបង្រៀនឯងតើវាគឺមានន័យអ្វីទៅដែលចង់បានសេចក្តីស្លាប់ជាងជីវិតវាគឺមានទឹកមុខដ៏អាក្រក់មួយដែលស្ទើរលើមុខរបស់គេរូបគេក្បត់រត់ឈួរសម្ដៅទៅកាន់មង្ហៅដៃរបស់រូបគេដែលក៏បានលូកចេញទៅវាក៏ដូចជាក្រញាប់មង្ហៅរូបគេមើលទៅគឺមានការផ្ចាប់អើទាំងស្រុងហើយមានភាពភ័យនៅក្រៅពេលដែលចាងវូការូបគេក៏បានគិតថាមង្ហៅរូបគេនឹងធ្វើការលុតឆ្កងចោតដែលស្ថិតនៅចាប់ពីមុខរបស់គេដោយក៏បានញ័រនៅក្រៅពេលដែលរូបគេក៏បានមានអារម្មណ៍ថាមានបុត្រភាពបំផុតទៅលើរបស់គេនៅក្រៅពេលមុនពេលដែលគេក៏បានលូកទៅដល់មង្ហៅទឹកមុខនៅមានភាពភ័យខ្លាចរបស់មង្ហៅក៏បានបាត់ចេញទៅដោយត្រូវបានជំនួសវិញជាមួយនឹងភាពរឹងមាំរូបគេបានធ្វើការក្រវីដៃសាររបស់គេចេញពីក្រោយក្នុងរបស់គេហើយវាគឺមាននៅអាសេរពើអដាភ្លើឬវាគឺមាននៅប្រវែង5រៀមដែរនៅក្នុងឆែមួយវាក៏បានបាញ់ឈ្មោះសម្ដៅទៅកាន់ចាំងវូកាងបេដូរបស់មង្ហៅវាក៏បានលួចញាប់រូបគេបានដឹងថាវាជាគុណសិល្បៈពួកអាសេរពើអដាភ្លើវាគឺមិនខ្លាំងគ្រប់គ្រាន់ដើម្បីធ្វើការសម្រាប់នៅគូប្រកួតរបស់គេប៉ុន្តែរូបគេក៏នៅតែមានក្តីសង្ឃឹមថាវាយ៉ាងហោចណាស់ធ្វើឲ្យចាងវូកាងបន្ថយល្បឿនចោលរូបគេមិនអាចទ្រាំត្រូវបានចាប់បានទេដោយមិនចាំបាច់ធ្វើការនិយាយអ្វីធ្វើការប្រកួតរាល់សម្ភារៈរបស់គេចេញទៅទាំងអស់ហើយប្រៃខ្លាំងជាអ្នកបម្រើម្នាក់រូបគេនឹងធ្វើការរត់គេចចរត់តែក្នុងភ្នំស្ថិតនៅក្នុងរយៈពេលភ្លាមរស័ព្ទរបស់រូបគេអាចវិជាគុណសិល្បៈពួរសេរពើអណ្ដាតភ្លើងទាំងមុខរបស់ចាងវូកាងក្បាលផ្លាប់បដូរហើយរូបគេក៏បានដកថយទៅក្រោយដែលរបស់គេបានផ្ទះថងដែររបស់គេហើយវាបានធ្វើការបង្កើតដោយពណ៌សដ៏តូចមួយដែលបន្តមករូបគេក៏បានធ្វើការគប់វាឈ្មោះសម្ដៅនៃការពួរសេរពើអណ្ដាតភ្លើងវាក៏មាននៅសម្លេងបាតុកិច្ចមួយឲ្យពួរសេរពើអណ្ដាតភ្លើងក៏បានបាត់ចេញទៅដៃពណ៌សវាក៏បានកោបដូច្នោះគេក៏បានធ្វើការទាត់វាទៅផ្នែកម្ខាងចរផ្ទៃក្នុងព្រៃដោយក៏បានមើលទៅមានភាពអាម៉ាស់គួរសមមកខាងវូកាងឬគេក៏បានបន្តបោជំនាញទៅក្រោយដោយក៏បានធ្វើការសម្លឹងមើលនៅក្តារពេលដែលមកហើយបានធ្វើការរត់គេចចរផ្ទៃក្នុងភ្នំរូបគេទាំងមាននៅកំហឹងខឹងហើយនឹងមានការជាប់អើរូបគេបានឈានចូលទៅដល់សតវត្សទី2នៃកម្រិតទី1វាមានរយៈពេលលឿនខ្លាំងបែបនេះចាងវូកាងរូបគេក៏បាននិយាយដល់មាននៅកំហឹងរូបក្នុងអមតៈរបស់ស្រីច្បងស្រីស៊ូវាក៏ពិតជាមានប្រសិទ្ធភាពប៉ុន្មានវាក៏ហាក់បីដូចខ្ញុំត្រូវធ្វើការសម្រាប់អ្នកមនុស្សម្នាក់នេះរូបគេក៏បានធ្វើការរត់ដេញតាមអត់ចង្រៃចាងវូការូបគេក៏បានធ្វើការនិយាយដោយស្ថិតនៅក្នុងសម្លេងដ៏អាក្រក់មួយវាគឺគ្មាននៅមនុស្សណាម្នាក់ស្ថិតនៅក្នុងភ្នំអស់នេះទេតើឯងចង់ស្លាប់មែនទេខ្ញុំនឹងធ្វើការបញ្ចប់ឯងដោយក៏បានពិចារណាមើលទៅលើរបៀបដែលមង្ហៅដែលរូបគេក៏បានធ្វើការរត់យ៉ាងលឿនចៅវូកាបានសម្រេចចិត្តថាវាគឺជាពេលវេលាដើម្បីធ្វើការប្រើប្រាស់នៅវិជាគុណដែលមានថាពងខ្លាំងបំផុតរបស់គេមួយរូបគេបានស្រែករឿងការហើយរឿងការរបស់គេក៏បានពង្រីករមនៅស្ទើរលើរឿងការរបស់រូបគេវាក៏បានដោះយ៉ាងក្រាស់ហើយវាក៏មានពណ៌មាសវាក៏សំបីតែមានរោមមួយចំនួនដែលវាក៏បានលៀនចេញមកនៅក្នុងកាត់តាមរយៈសម្ភារៈពាក់របស់គេវាក៏មើលទៅដូចជាប្រសិនបើគេបានប្រែក្រួលដោយប្រែខ្លាំងជារបស់ដែលវាក៏ដូចជាសត្វបិសាចនេះវាគឺជាវិជាគុណមួយដែលគេបានធ្វើឲ្យការជ្រើសរើសនៅមុនពេលចូលរួមជាមួយនឹងបាក់ដែលវាគឺជាជំនាញប្រែក្រឡាខ្លួនទៅជាបិសាចវាគឺជាជំនាញមួយដែលវាក៏អាចត្រូវបានវឹកហាត់បន្តពីឈានចូលទៅកាន់សតវត្សទី2នៃកម្រិតទី1ប៉ុន្តែការប្រែកាយបិសាចវាគឺមិនច្បាស់ខ្លាំងទេរាងកាយវាក្បត់រីកាន់តែធំហើយកាន់តែខ្លាំងហើយវាកាន់តែគួរភ័យខ្លាចជំនាញមួយបែបនេះវានឹងអនុញ្ញាតឲ្យគេធ្វើការគៀបសង្កត់ដែលស្ថិតនៅក្នុងចំណោមសិស្សដែលមានកម្រិតទាបឬគេអាចត្រូវធ្វើការប្រើប្រាស់នៅជំនាញមួយនេះសម្រាប់ពេលវេលាវាក៏មានកម្រិតមួយតែប៉ុណ្ណោះប៉ុន្តែវាក៏មានប្រសិទ្ធភាពគួរសមវាគឺជាសន្លឹកអាចរបស់គេស្ថិតនៅក្នុងវគ្គឥឡូវនេះដែលកម្រិតវឹកហាត់របស់គេក៏បានឈានចូលទៅកាន់សតវត្សទី3នៃកម្រិតទី1ជំនាញមួយនេះវាកាន់តែអភិវឌ្ឍកាន់តែមានភាពពេញលេញហើយនឹងប្រែខ្លាយទៅជាមនុស្សដំបូងដើម្បីស្លាប់ដែលស្ថិតនៅក្រោមជំនាញប្រែកាយទៅជាបិសាចរបស់ខ្ញុំ